đây nè tọt nia ta ngày nay dương morin pi Gmail tool ទាំងអស់គ្នាឥឡូវខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាមួយលំអិតតាក់ទងទៅនឹង Gmail tool ឬមួយក៏ Gmail feature របស់វានឹងឯងអញ្ចឹងឥឡូវអ្នកទាំងអស់គ្នាសាកក្រឡេកមើលខាងឆ្វេងដៃមើលយើងឃើញមួយជួរនេះសិតតែអក្សរត្រូវទេអញ្ចឹងយើងនឹងចាប់ផ្ដើមនៅខាងលើគេបង្អស់តាក់ទងទៅនឹងពាក្យថា compose អញ្ចឹងអ្នកទាំងអស់គ្នាកន្លែង compose នឹងគឺមានន័យថានៅពេលដែលយើងបង្កើតសារថ្មីនៅពេលដែលយើងសរសេរសារថ្មីផ្ញើទៅនរណាម្នាក់គឺយើងចុចកន្លែង compose នឹងឯងឧទាហរណ៍តែខ្ញុំចុចមកគឺវានឹងចេញផ្ទាំងបែបនេះអញ្ចឹងយើងអាចបង្កើតសារថ្មីផ្ញើទៅគេបានបាទហើយចំពោះ inbox ត្រង់ចំណុចនេះវិញគឺសារណាដែលគេបានផ្ញើមកយើងគឺយើងត្រូវចុចកន្លែង inbox យើងនឹងឃើញហើយនេះគឺអត់ឃើញទេដោយសារតែ email របស់ខ្ញុំថ្មីអញ្ចឹងខ្ញុំអត់មានសារណាដែលគេបានផ្ញើមកខ្ញុំទេអញ្ចឹងឥឡូវយើងចូលដល់កន្លែង I នេះវិញគឺ star ត្រង់ចំណុចនេះគឺមានន័យថានៅពេលដែល message ឬមួយក៏សារដែលគេផ្ញើមកយើងអាច pin វាដាក់ជាផ្កាយអីចឹងបានដែលយើងគិតថាវាសំខាន់សម្រាប់យើងងាយស្រួលយើងរកវាបានយ៉ាងលឿនចឹងណាបាទហើយចំពោះពាក្យថា snooze វិញគឺមានន័យថាសារដែលគេបានផ្ញើមកយើងហើយតែយើងអត់ទាន់បានអានអញ្ចឹងយើងអាចដាក់ snooze ថាមកទៀតក្រោយខ្ញុំនឹងអានវាអញ្ចឹងយើងអាចដាក់ snooze បន្ទាប់មកវានឹងបាត់កន្លែង inbox នេះហើយវានឹងចូលកន្លែង snoozeបន្ទាប់ពីយើងគិតថាមួយសប្តាហ៍ទៀតយើងអាចអាន message នឹងបានវានឹង load មកកន្លែង inbox វិញអញ្ចឹងអានឹងអាស្រ័យទៅលើយើងកំណត់បាទហើយឥឡូវយើងចូលពាក្យថា send ត្រង់ចំណុចនេះមានន័យថានៅពេលដែលយើងសរសេរសារទៅនរណាម្នាក់វានឹងចូលកន្លែង send នឹងឯងអញ្ចឹងឲ្យតាសារដែលយើងផ្ញើទៅគឺវាចូលកន្លែង send មានថា1000សារ10000សារគឺវាចូលនៅត្រង់ចំណុចនេះឯងបាទហើយមួយទៀតខាងក្រោម send គឺ draft ត្រង់ចំណុចនេះមានន័យថាយើងសរសេរសារហើយតែយើងអត់ទាន់ជោគជ័យទេយើងអត់ទាន់ send ទៅគេទេអញ្ចឹងយើងចុចខ្វែងមក draft នឹងសារទាំងអស់ហ្នឹងវានឹង load មកកន្លែង draft អានឹងឯងគេហៅថា draft message ដែលយើងបានទាន់ផ្ញើទៅនរណាម្នាក់ចំពោះ possessive គឺជាទីកន្លែងដែលយើងបានភ្ជាប់ email យើងទៅទិញអីវ៉ាន់តាមអនឡាញអញ្ចឹងវានឹងផ្ញើសារមកថាយើងនឹងបាន pay លុយប៉ុន្មានវានឹងប្រាប់ព័ត៌មានលម្អិតនៅក្នុងកន្លែង purchase នឹងឯងឥឡូវខ្ញុំចុចកន្លែង more ទៀតចឹងកន្លែង important ត្រង់ចំណុចនេះគឺវាស្តៀងទៅនឹង star ដែរអ្នកនរគ្នាយើងគ្រាន់តែ highlight វាមកថាmessage នឹងសារៈសំខាន់សម្រាប់យើងអញ្ចឹងយើងគ្រាន់តែចុចឲ្យវាចេញពើមកងាយស្រួលយើងទៅរកព័ត៌មានឬមួយក៏រក email ម្នាក់នឹងបានយ៉ាងលឿនហើយឥឡូវយើងចូលដល់កន្លែង schedule វិញកន្លែង schedule នឹងមានន័យថាទីកន្លែងដែលយើងដាក់កាលវិភាគនៅថ្ងៃអនាគតមានន័យថាយើងសរសេរ message ទៅនរណាម្នាក់យើងសរសេរសារទៅណាម្នាក់បន្ទាប់មកយើងចង់ឲ្យ5ថ្ងៃទៀតវានឹង send ទៅអូតូមួយខែទៀតវានឹងទៅមួយឆ្នាំទៀតវានឹង send ទៅអូតូអានឹងអាស្រ័យទៅលើយើងរៀបចំកាលវិភាគផ្ញើ email នឹងអានឹងគេហៅថា schedule ឥឡូវយើងឈានទៅដល់ all mail វិញall mail មានន័យថាឲ្យតែគ្រប់សារគឺវាតែងតែនៅកន្លែង all mail មានថាសារដែលយើងផ្ញើទៅមានថាសារដែលគេផ្ញើចូលមកយើងទេគឺវាស្ថិតនៅក្នុង all mail ឥឡូវយើងចូលទៅដល់ពាក្យថា spam វិញអ្នកនរគ្នាអាកន្លែង spam ហ្នឹងគឺជាទីកន្លែងណាដែលយើងទប់ស្កាត់ message ទប់ស្កាត់ email ណាដែលយើងគិតថាវាអត់ប្រយោជន៍សម្រាប់យើងការពារពួក scam អីចឹងទៅអញ្ចឹងយើងអាចដាក់ spam បានហើយចំពោះពាក្យ bin ត្រង់ចំណុចនេះគឺកន្លែងណាដែលយើងបានលុបសារហើយយើងលុប message លុប email គេគឺវានឹង load មកកន្លែង bin នេះអញ្ចឹងបើយើងច្រឡំដៃឧទាហរណ៍យើងច្រឡំដៃលុបសារសំខាន់មួយគឺវាចូលកន្លែង bin នឹងឯងតែអ្នកទាំងអស់គ្នាអាចយកវាមកវិញបានតែកុំអោយលើស30ថ្ងៃបើសិនបើលើស30ថ្ងៃអ្នកទាំងអស់គ្នាមានន័យថា email ហ្នឹងវានឹងលុបអូតូហើយវាអត់នៅយើងទៀតទេពោះកន្លែងmanage labels វិញគឺជាទីតាំងដែលយើងគ្រប់គ្រង tool របស់យើងទាំងអស់នេះថាយើងចង់ឲ្យវាចេញបែបម៉េចធ្វើបែបម៉េចអីចឹងទៅអញ្ចឹងអានេះគេហៅថា manage label ហើយចំពោះពាក្យថា create new label គឺមានន័យថាយើងបង្កើតផ្ទាំងមួយអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាសាកសម្ប័យទៅលើ device អ្នកទាំងអស់គ្នាឧទាហរណ៍ថា
អ្នកតអគ្នាមានកុំព្យូទ័រមួយអញ្ចឹងអ្នកតអគ្នាត្រូវបង្កើត folder ត្រូវទេអញ្ចឹងហើយអានឹងហើយគឺនៅក្នុង email គេប្រើពាក្យ label ហើយនៅក្នុង computer គេហៅថា folder ដែលយើងអាចបង្កើតដើម្បីផ្ទុកឯកសារម្ដុំឧទាហរណ៍ថាខ្ញុំដាក់ថា my friend អញ្ចឹងខ្ញុំនឹងចុចពាក្យថា create អញ្ចឹងប្រសិនបើឲ្យតែមិត្តភ័ក្តិរបស់ខ្ញុំសរសេរសារមកខ្ញុំអាចយក email ហ្នឹងយកមកដាក់កន្លែង my friend នេះបានបន្ទាប់មកបើខ្ញុំចង់ឃើញសាររបស់មិត្តភ័ក្តិរបស់ខ្ញុំគិតតែចុចកន្លែង my friend ហ្នឹងគឺខ្ញុំឃើញសារមិត្តភ័ក្តិរបស់ខ្ញុំហើយបាទអរហ្នឹងហើយ Gmail tool ឬមួយក៏យើងអាចនិយាយបានថា Gmail feature បាននេះគឺទាំងអស់នេះឯងគឺវាមានដូចខ្ញុំបានជម្រាបនឹងហើយនៅខាងឆ្វេងដៃមកជួរនឹងឯងគេហៅថា Gmail feature ឬមួយក៏ Gmail tools អរគុណសម្រាប់មើលវីដេអូរបស់ខ្ញុំប្រសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អាច comment ខាងក្រោមបាន